វីដេអូនេះថតតាមថ្ងៃទី20ថ្ងៃអាទិត្យម៉េះដោយសារតែរវល់ពេកឲ្យបានកាត់វីដេអូអញ្ចឹងណាថ្ងៃនេះគឺឆ្លៀតមែនតើដើម្បីកាត់វីដេអូកុំឲ្យស្ងាត់ពេកអញ្ចឹងណាបងប្អូនតែស្ងាត់យូរបងប្អូនប្រកាសជាភ្លេចហើយនេះជាវីដេអូដែលបងប្អូនខ្ញុំក្មួយបានមកភ្នោយាយអញ្ចឹងណាភ្នោយាយមិននៅចិត្តផ្ទះទេបងប្អូននៅខាងស្រែចានណាជិះឡាននឹងជា1ម៉ោងប៉ុន្តែពួកខ្ញុំនិយាយទៅឆ្លៀតមួយឆ្នាំបានមកតែម្ដងទេដោយសារតែវាឆ្ងាយពីផ្ទះអញ្ចឹងណាថាបើថាខាងចិនវិញដូចថាច្រែងម៉េងអញ្ចឹងណាបងប្អូនហើយកូនចៅទាំងអស់នេះគឺថាអត់ស្គាល់មុខយាយដឹងមុខយាយមិនទេដោយសារតែយាយសម័យមុនគាត់បានថតទុកដោយសម័យលើអញ្ចឹងណាចឹងចៅទាំងអស់អ្នកអត់ស្គាល់មុខយាយទេលើតែលោកពុកអ្នកម៉ែគាត់ថាយាយរៀងខ្ពស់សអីអញ្ចឹងណាប៉ុន្តែកូនចៅអត់ដឹងថាមុខយាយមិនទេហើយមកភ្នោយាយគឺថាយកដីមកពីផ្ទះមកហ្មងដោយសារតែនៅឆ្ងាយពីផ្ទះអញ្ចឹងពិបាករកដីចាក់អីអញ្ចឹងណាក៏យកដីពីផ្ទះជ្រក់ករងទូចមកអញ្ចឹងហ្មងដើម្បីមកដល់គឺងាយស្រួលមែនតែនមកគឺចាក់យកហ្មងអញ្ចឹងណាខ្ញុំបិទសលេងហើយបញ្ចូលសលេងវិញដោយសារបងប្អូនយល់វាថាអូយបានជុំគ្នានិយាយវាថាមាត់ចែកដោយសារអីបងប្អូនខ្ញុំទៅបីនៅផ្ទះជាប់គ្នាមែនប៉ុន្តែមិនងាយបានជុំគ្នានិយាយដើមគេទេជាមែនដូចស្អីអ្នកលក់ដូរបងប្អូនលក់ដូរគឺថារវល់តាំងពីព្រឹករហូតដល់យប់មិនថាពេលថ្ងៃឬក៏ពេលល្ងាចជួបជុំនិយាយដើមគេឬក៏ជួបជុំស៊ីត្រាអីគឺអត់មានទេអត់មានពេលហ្មងពេលថាពេលល្ងាចបាត់តបបាត់កន្លែងគឺថាបាយទឹកមុជទឹកហើយគឺថាបន្ទប់រៀងខ្លួនមកអត់មានពេលជុំគ្នាអត់មានពេលនិយាយស៊ីត្រាគេទេបងប្អូនខ្ញុំមកឡាទីយ៉ាមើលបាអាចអាមីវ៉ាវ៉ាឡារីទៅខ្លាយអាមីឡាទីលឺចាអឡាហល់អាលឺយ៉ាហើយរាននឹងជីវីអឡោមិនអាចស្វាបាគឺអត់ទៅហាទីបើថាទៅទូអាយអត់លមិនសមត្ថនើបើហំអត់លឡាហំអឡាហំគឺកពងហំបើកាហ៊ីបើកាហានបានទៅវាទីបើគឺបាននេះខាន់ហំទៅអាខាបើទៅលើលោកកម្មវិធីគឺយ៉ារហ័សងោទីមីនបន្ទាប់ពីបោះភ្នោសូត្រមន្តអីរួចរាល់ហើយគឺថាវិបាយមហូបបាយជុំគ្នានឹងថ្មក្រាលហ្មងរមណីយដ្ឋានថ្មក្រាលនិយាយថារងត្រជាក់សេបហ្មងដោយសារតែមានទឹកធ្លាក់អញ្ចឹងណាហើយមកដល់រមណីយដ្ឋានថ្មក្រាលហ្នឹងខ្ទង់តែម៉ោង10ជាងឯងបងប្អូននិយាយថាហេវបាយនោះហេវបាយហើយនៅផ្ទះម៉ោង1ម៉ោង2មិនទាន់ទាំងឃ្លាតបាយផងអត់ដឹងថាម៉េចមកដល់នោះគឺថាហេវបាយហ្មងមានទេបងប្អូនរកកន្លែងរោងអីអញ្ចឹងដើម្បីហូបបាយអញ្ចឹងណាហើយការហូបបាយនេះបងប្អូនអត់មានអីឆ្ងាញ់ក្រៅពីប្រអប់ប្រហុកទេបងប្អូននិយាយទៅមានអីម្ហូបច្រើនមុខដែរប៉ុន្តែគឺប្រអប់ប្រហុកនេះគឺថាឆ្ងាញ់ខ្លាំងមែនតែនហ្មងហើយបន្ទាប់ពីហូបបាយឆ្អែតហើយបងប្អូននិយាយថាអូយនឹកឃើញបន្ទាប់ពីហូបបាយឆ្អែតហើយនិយាយថានឹកឃើញចង់ចោះត្រាំទឹកហ្មងដោយសារទឹកនេះគឺតង់ឡងត្រជាក់សេបហ្មងបងប្អូនហើយមួយទឹកអត់មានបានប្រមាណផងបងប្អូនមើលមកឡើងម៉ោង4បាត់អញ្ចឹងក៏រៀបចំឲ្យបានទៅផ្ទះវិញអញ្ចឹងណាហើយមើលទិដ្ឋភាពតាមដងផ្លូវបងប្អូននិយាយថាស្អាតខ្លាំងមែនតើបងប្អូនហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេហើយអរគុណមែនតើជាមួយបងប្អូនដែលគាត់តាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ